ត្រូវទទួលខុសត្រូវចំពោះខ្ញុំ លោកទ្រាំតែពួកឯងនៅព្រឹកស្អីទៀតឆាប់ក្រោកឡើងមកវាយនេះភ្លាមអគ្គនាយកមកដល់អគ្គនាយកមកដល់ហើយអគ្គនាយកមកដល់ហើយប្រកាសជាអគ្គនាយកមកដល់ហើយប្រធានលីងអគ្គនាយកអគ្គនាយកអញ្ជើញមកអញ្ជើញខាងក្នុងអញ្ជើញភ្ញៀវកិត្តិយសទាំងអស់គ្នាជប់សិនថ្ងៃនេះក្នុងផ្ទះមានរឿងខ្លះថ្ងៃក្រោយចាំចេញមកទៀតល្អសូមអញ្ជើញអគ្គនាយកប្រធានលាវតើខកក្រៅមានរឿងអីខ្ញុំឲ្យលោកយកអំណោយមកតើមានរឿងអីមែនទេប្រធានលាវលោកអគ្គនាយកដែលពលលោកពិតជាមិនដឹងទេនៅខាងក្រៅមានស្រីម្នាក់បង្ករឿងញ៉ៃរញ៉ៃខ្លាំងណាស់ហើយថែមទាំងវាយណានសៀងទៀតផងត្រូវហើយថាម៉េចវាយណានសៀងណានសៀងគឺជាមិត្តប្រុសរបស់អ្នកគ្រូបើអ្នកគ្រូដឹងមិនត្រឹមតែរឿងខ្ញុំទេអ្នកណាថ្លើមធំម្លេះលីហ្វុងទៅចាត់ការទៅកូនប្រុសឯងស្គាល់អគ្គនាយកក្រុមហ៊ុនហិរញ្ញវត្ថុទី1មិនប្រាប់ម៉ាក់មែនហើយបើដឹងថាពួកលោកស្គាល់គ្នាក៏មិនបាច់ឲ្យដេដឌីខ្ញុំណែនាំការងារឲ្យដែរនេះខ្ញុំក៏មិនស្គាល់ដែរឬមួយធ្លាប់លើពីខ្ញុំដឹងថាខ្ញុំពូកែតើនេះជាណាបែកជាហ៊ានបង្ករឿងក្នុងផ្ទះរបស់លោកណានផងខ្ញុំបង្ករឿងលោកចង់ធ្វើយ៉ាងម៉េចពិតជាស្លាប់មិនកាយចរិតមែនសៀកែង